មានបងប្អូនយើងបានសួរខ្ញុំតាក់ទងពី Vivo A2 Ultra និង M25 Ultra ប្រភេទពីរហ្នឹងខ្ញុំធ្លាប់បានប្រើទាំងពីរហើយតាក់ទងនឹងការ recommend របស់ខ្ញុំការប្រើប្រាស់គឺពីរហ្នឹងអាចថាប្រហាក់ប្រហែលគ្នាតែដោយបងប្អូនដឹងស្រាប់អញ្ចឹងគឺតាក់ទងនឹង Samsung គឺវាជាប្រភេទ global ឬក៏អាចហៅថារបស់ក្រុមហ៊ុនអញ្ចឹងគឺតាក់ទងនឹងការប្រើប្រាស់វាគឺ smooth ជាងប្រើ smooth ជាងrefresh rate 120Hz វាគឺប្រភេទ 120Hz ពេញតែម្ដងព្រោះដោយសារ Samsung ជាអ្នកផលិតអេក្រង់ហ្មងអញ្ចឹងការប្រើប្រាស់គឺប៉ះដឹងហ្មងគឺយើងប្រើ S25 ហ្នឹងគឺប៉ះវូហ្មងហើយមួយទៀតតើតើអេក្រង់ក៏ S25 ស្អាតជាង color ឲ្យស្អាតជាងដែរហើយអ្វីដែល Vivo ឈ្នះ Samsung មានតែមួយទេបងមានតែកាមេរ៉ាទេដែល Vivo ធ្វើបានល្អជាង Samsung ដូចបងដឹងអញ្ចឹងកាមេរ៉ានិយាយទៅអាចនិយាយថា Vivo វាខ្លាំងបានតែកាមេរ៉ាទេដែលខ្លាំងដាច់គេតែម្ដងដែលគេអាចយកឈ្នះវាបានណាតែបើរឿងផ្សេងគឺអត់លើសទេបើបងប្រើធ្លាប់ប្រើ S25 Ultra បងដូរមកប្រើ Vivo ហើយបងមិនមែនជាអ្នកដែលស្រឡាញ់កាមេរ៉ាខ្លាំងទេមិនមែនជាអ្នកដែលចង់ចូលចិត្តថតខ្លាំងទេអញ្ចឹងប្រើអត់កើតទេដូចមានគ្នាខ្ញុំម្នាក់គាត់ដូរមកប្រើ Vivo ដែរតែប្រើអត់កើតទេគាត់បានផ្លែក៏ដូរទៅ M25 វិញព្រោះដោយសារតែ S25 គឺនិយាយថា best ហ្មងប៉ុន្តែខ្សោយកាមេរ៉ាតិចមិនមែនខ្សោយខ្លាំងទេខ្សោយតែបន្តិចទេឧទាហរណ៍ថា Vivo ខ្ញុំឲ្យ rate ឧទាហរណ៍ថា9 លើ 10ប៉ុន្តែ Samsung M25 ខ្ញុំឲ្យ rate ត្រឹម8 លើ 10ព្រោះវាខ្សោយជាងពេលខ្លះថតចិត្តអត់បានពេលខ្លះថតរឿង detail អីចង់បាន detail អីអត់បានទេហើយមួយទៀតខ្ញុំស្អប់ជាងគេត្រង់ Samsung កាមេរ៉ាហ្នឹងគឺ lens គុណមួយវាគឺពេលដែលយើងឧទាហរណ៍យើងកាន់ថតចេះថតមួយទាំងមូលថតនៅលើกระดาษលើអីចឹងពេលដែលថតមកវាច្បាស់តែកន្លែងមួយដុំមួយវងកន្លែងដែលកណ្ដាលហ្នឹងទេប៉ុន្តែតែគៀនហ្នឹងគឺ blur យកមកដល់ពេលអញ្ចឹងខ្ញុំអត់ចូលចិត្តខ្ញុំមិនដឹងថាគ្រប់គ្នាគិតអញ្ចឹងឬក៏ដូចខ្ញុំអត់ទេតែខ្ញុំអត់ចូលចិត្តត្រង់ហ្នឹងហ្មងអញ្ចឹងមូលហេតុហ្នឹងហើយបាទខ្ញុំបដូរមកប្រើ Vivo វិញហើយនិយាយទៅឲ្យប្រៀបធៀបថាឲ្យ Vivo ឈ្នះហ្មងអត់កើតទេព្រោះដោយសារថា Samsung ធ្វើល្អណាស់ software ហើយនឹងតាក់ទងនឹងអីផ្សេងនិយាយទៅ Samsung ធ្វើល្អទាំងអស់ប៉ុន្តែខ្សោយជាងគេខ្សោយតែមួយគត់គឺកាមេរ៉ាវាគឺអត់អាចធ្វើឲ្យស៊ីដាច់គេបានណាហើយវាខ្សោយរៀង low ជាងគេបន្តិចកាមេរ៉ាតែបើ software អេក្រង់អីផ្សេងតាក់ទង refresh rate វិញគឺឲ្យមេដៃលើ M25 ហ្មងអញ្ចឹងសម្រាប់បងដែលគិតថាយើងមិនតម្រូវកាមេរ៉ាខ្លាំងទេថតកាមេរ៉ាទូទៅអត់បញ្ហាទេព្រោះដោយសារតែយើងអត់ត្រូវ detail អត់ត្រូវអីផ្សេងទេគឺយក Samsung ទៅបងប្រើមួយដឹងមួយហើយយើងកាន់មកគឺល្អប្រើជាងនិយាយទៅល្អប្រើជាងតែបើ Vivo បងពេលខ្លះបងត្រូវការ notification ដែរត្រូវការវាល្អ smooth ប៉ះឲ្យដឹង 120Hz ហ្មង Vivo ធ្វើអត់បានទេបើខ្ញុំប្រើទៅប៉ះទៅនេះអេក្រង់វា 120Hz មែនតែពេលវាទៅពេលខ្លះបានត្រឹមតែ 90Hz ឬក៏ 100Hz ឬក៏ប៉ុណ្ណឹងទេយើងយឺតមានយើងពេលប៉ះពីហ្នឹងទៅគឺអត់ឈ្នះ M25 Ultra ទេហើយនិយាយទៅអេក្រង់វាគឺខ្លាំងជាងគេ M25 មកមានតែ Sony ឯងដែល Sony ធ្វើខ្លាំងជាង M25 តែគាត់ថា Sony វាអេក្រង់ទូចពេកអញ្ចឹងយើងក៏ពិបាកដែរអរគុណបងហើយក៏សូមអធិស្ឋានដែរឆាតបងខ្ញុំទឹកតែបានឃើញទេទឹកតែវាទៅឃើញថាកន្លែងតាក់ទងឆាតមានដែរអរគុណបងអញ្ចឹងបើបងមាន comment អីឬក៏មានចម្ងល់អីអាច comment ខាងក្រោមឬក៏ឆាតតាម Telegram មកលឿនជាងបាយបាយ